ចំណុចសំខាន់ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏បីធ្វើនិងជៀសវាងគណៈពេលនេះទីមួយសូមបងប្អូនកុំថតលេនដ្ឋានការចល័តតបនិងព័ត៌មានសម្ងាត់របស់ជាតិយើងទីពីរកុំចលាចលនិងចែករំលែកព័ត៌មានคล้ายៗជាពិសេសព័ត៌មានឬវីដេអូដែលបង្កើតឡើងដោយ AI ទី3សូមកុំញុះញង់ឬបង្កជម្លោះផ្ទៃក្នុងផ្ទុយមកវិញត្រូវមានស្មារតីរួបរวมសាមគ្គីស្រឡាញ់គ្នាបានច្រើនជាងមុនទី4នាំគ្នាលើកទឹកចិត្តតបយើងនិងគ្រួសាររបស់ពួកគាត់ជៀសវាងការផ្សព្វផ្សាយព័ត៌មានបំបាក់ទឹកចិត្តតបយើងទី5ចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដើម្បីផ្គត់ផ្គង់vàយើងជាកម្លាំងតបនៅខាងក្រោយទី6បន្តធ្វើពហិការមិនគ្រប់គ្រងនិងប្រើប្រាស់ផលិតផលរបស់ខ្មាំងសៀមទី7ពួកយើងគួរបន្តអភិវឌ្ឍខ្លួនឲ្យខ្លាំងជាងមុនផ្អាកការស៊ីផឹកសកម្មភាពសបាយដាច់បង្ហាជំនួសមកវិញដោយការស្ដាប់ការអាននិងការតាមដានការវិវត្តព្រឹត្តិការណ៍ជាតិនិងអន្តរជាតិបាទសូមបងប្អូនខ្មែរយើងរួបរวมសាមគ្គីយើងខ្លាំងទាំងអស់គ្នាទើបហៅថាខ្លាំងពិតប្រាកដ